ឃើញស្រោចផ្កាស្រោចអីហ្នឹងមិនមែនតិចថ្ងៃទេណាផ្កាហ្នឹងបងប្អូនគឺថាប្រហែលជា20ថ្ងៃហើយនេះគឺថាវគ្គយើងដាំផ្កាដំបងអីបងប្អូនអើយគឺថាមកពីចំការវិញហ្នឹងគឺថាស្លៀកដាំផ្កាគឺថាឲ្យក្មួយហ្នឹងមកជួយរើឈើរើអីទៅកូនខ្ញុំគឺថាគេទៅរៀនទៅអីអស់ចឹងណានៅទឹកក្មួយហ្នឹងគឺថាមានអ្នកណាប្រើគឺថាប្រើក្មួយឲ្យបងប្អូនហើយគឺថាឲ្យក្មួយម្នាក់1000ម្នាក់1000ពីអ្នកបងប្អូនគេទាំងប្រុសទាំងស្រីហ្នឹងគឺថាប្រើក្មួយឡើងវែងអាខ្លះរើឈើខ្លះទៅដកផ្កាដកអីចឹងទៅយកមកឲ្យខ្ញុំដាំបងប្អូនពេលក្មួយទៅដកហ្នឹងគឺថាផ្ដាំអស់ហើយសពគ្រប់គឺថាអត់ឲ្យដកដាច់ឬដាច់អីទៅគឺថាឲ្យមកទាំងដីទាំងដុំខ្លះទៅដើម្បីដាំទៅឲ្យវារុះល្អអីចឹងណាបងប្អូនតាមពិតទៅវាគ្មានតាងាប់ស្អីបងប្អូនបើថាដាំគៀនលបងផ្ទះហ្នឹងគឺថានៅក្នុងទយាផ្ទះហ្នឹងបងប្អូនវាមានទៅត្រូវថ្ងៃណាក្តៅបងប្អូនហើយគឺថាដាំនៅក្នុងម្លប់ហ្នឹងហើយមានបានប្រមាណបងប្អូនហើយប្រហែលជាកន្លះខែក្រោយគឺថាទ្រុលទ្រេលដូចតែខ្ញុំស្រោចទឹកចឹងបងប្អូនអើយអត់មានស្អីទេគឺថាមានសិតតមូសទៅហ្មងបងប្អូនមិនថាមិនទាន់ល្ងាចទាន់បើថ្ងៃមិនទាន់ទេបងប្អូនហើយអត់មានអ្នកណាមកទេគឺថាមូសហ្នឹងគឺថាមកមុនគេបងប្អូនគឺថាមកពេញតែផ្ទះទាំងហ្មងចឹងមិនថាអ្នកស្រឡាញ់ធម្មជាតិបានយល់អារម្មណ៍មួយនឹងបងប្អូនហើយសួរឲ្យមានមូសអត់ហ៊ានទៅកាប់ដើមផ្កាកាប់អីនឹងចាញ់ទៅបងប្អូនហើយសុកចិត្តទុកអីនៅព្រៃនៅអីនឹងទៅបងប្អូនហើយបើដោយសារវាឃើញនៅជុំវិញផ្ទះវាមានស្មៅមានធម្មជាតិចឹងទៅវាស្អាតវាស្រស់ស្រាយអីចឹងបងប្អូនហើយប្រើក្មួយហ្នឹងគឺថាក្មួយឡើងបានចិត្តឯបងប្អូនប្រើម្ដងណាក៏ឲ្យលុយក្មួយម្ដងណាក៏ឲ្យលុយក្មួយដល់ពេលមិនសានណាគឺថាឲ្យលុយទៀតដល់ពេលអត់ឲ្យលុយគឺថាក្មួយអត់ជួយដែរបងប្អូនចឹងមិនថាប្រើក្មេងឡើងត្រឡប់អាក្រក់ឯងងាកលុយបងប្អូនកុំដូចខ្ញុំពេកបងប្អូនដល់ពេលឥឡូវហ្នឹងថាចាប់ដើមកែប្រែម្ដងហើយបងប្អូនកុំឲ្យគ្នានឹងឃើញតែលុយពេកបងប្អូនយូរទៅប្រើលេងបានតែក្មួយនឹងប្រើលេងបានហ្នឹងមកពីត្រឡប់ខ្ញុំដែរបងប្អូនហើយនេះគឺថាមកសេរីជើងខាងក្រោមហ្នឹងបងប្អូនគាត់ថាជើងផ្កាគល់ផ្ការបស់យើងហ្នឹងអាមេឃណាចាស់ហ្នឹងគេថាកាត់តលាក់អីចឹងទៅបងប្អូនហើយគ្នានៅក្នុងម្លុកមានតែបែកមេឃអីធំបងប្អូនហើយគឺមានតែស្ទុះឡើងលើទៅហើយអាព្រៃគៀនខាងហ្នឹងអត់កាប់ចាញ់ដែរបងប្អូនគឺថាទុកឲ្យវាស្អាតអីចឹងបងប្អូនវាមានធម្មជាតិនៅជុំវិញចឹងទៅគឺថាមើលទៅឡើងស្រស់ប្រងចឹងទៅគឺថាហ៊ានកាប់ចាញ់ទៅបងប្អូនហើយប្រហែលថ្ងៃហ្នឹងគឺថាមេឃគឺថារាំងល្អមែនទែនបងប្អូនគឺថាចូល10ថ្ងៃគឺថារាំងឡើងឈួតមែនទែនបងប្អូនមកថាអត់បានស្រោចទេគឺថាផ្កាហ្នឹងគឺថាឡើងស្វិតហ្មងបងប្អូនគឺថាអត់បានស្រោចតែមួយថ្ងៃទេឡើងទុនកហ្មងបងប្អូនមើលតាខ្ញុំស្រោចហ្នឹងដឹងហើយបងប្អូនហើយនេះគឺថាកូនខ្ញុំគឺថាស្រោចផ្កាមកជាហៀងខាងផ្ទះនេះបងប្អូនខាងលិចហ្នឹងគឺថាឡើងស្វិតឡើងសពូនឡើងដល់ដីបងប្អូនអើយគឺថាអត់ស្រោចមួយថ្ងៃពីរថ្ងៃភ្លេចមើលផ្កាបងប្អូនអើយឡើងក្រៀមស្វិតគ្នាអស់លិញហ្មងបងប្អូនមកថាក្តៅមែនតើហើយជាមួយនឹងដីថ្មផងបងប្អូនហើយគឺថាឡើងក្រៀមវីដេអូយើងគឺថាដល់ទីបញ្ចប់ហើយបងប្អូនគឺថាអរគុណបងប្អូនច្រើនសូមគោរពទាំងអស់គ្នាបងប្អូន